ដំបូងខ្ញុំសូមគោរពជំរាបសួរបងប្អូនជាទីប្រិយមិត្តជាទីរាប់អានទាំងអស់គ្នាថ្ងៃនេះខ្ញុំមានការចែករំលែកនៅប្រធានបទមួយចង់ណែនាំសម្រាប់និយាយបញ្យលនឹងនិយាយអំពីត្រៀមខ្លួនបែបណាខ្លះមុនពេលដើរចូលបន្ទប់សម្ភាសន៍ការងារ interview មុននឹងឈានចូលការសម្រាយនិងបញ្យលនៅអត្ថបទនេះខ្ញុំសូមមេត្តាមេត្តាខន្តីអភ័យទោសទៅដល់បងប្អូនប្រជាប្រិយមិត្តទាំងអស់គ្នាឲ្យបានជាតិថាបញ្ហាដោយសារសំឡេងរបស់ខ្ញុំគឺនិយាយមិនសូវច្បាស់ហើយនិយាយយឺតតាំងពីកំណើតសូមបងប្អូនមេត្តាសូមកុំប្រកាន់ទោសបីអីនៅកន្លែងណាដែលខ្ញុំនិយាយមិនច្បាស់សូមបងប្អូនខមមិនខមវីដេអូមកខ្ញុំរីករាយនឹងចែករំលែកផ្លោយជូនឥឡូវកុំឲ្យខាត់ពេលយូរសូមកលេចទៅមើលប្រធានបទដែលយើងបានដែលខ្ញុំបានពេចជាពលឺបានចែករំលែកនេះគឺប្រធានបទដីអំពីការត្រៀមខ្លួនបែបណាខ្លះមុនពេលចូលបន្ទប់សម្ភាសន៍ការងារកុំឲ្យខាត់ពេលយូរយើងរីករាយទៅសម្ដាប់ទាំងអស់គ្នាការទទួលបានការហៅទៅសម្ភាសន៍ការងារគឺជាជោគជ័យមួយជំហានដ៏ធំប៉ុន្តែវាក៏ជាដំណាក់កាលដែលបង្កើតក្តីបារម្ភនិងភាពភ័យខ្លាចបំផុតសម្រាប់បេក្ខជនភាគច្រើនផងដែរភាពជោគជ័យនៅក្នុងបន្ទប់សម្ភាសន៍មិនមែនអាស្រ័យទៅលើសំណាងនោះទេប៉ុន្តែជាលទ្ធផលនៃការត្រៀមខ្លួនយ៉ាងហ្មត់ចត់ពីខាងក្រៅបន្ទប់សភៅអត្ថបទណែនាំដីអំពីការត្រៀមខ្លួនមុនពេលដើរចូលបន្ទប់សម្ភាសន៍ការងារនេះត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីយុទ្ធសាស្ត្រគន្លឹះចាប់តាំងពីការស្រាវជ្រាវការរៀបចំខ្លួនប្រាណរហូតដល់ការគ្រប់គ្រងអារម្មណ៍ភ័យខ្លាចនៅវិនាទីចុងក្រោយដើម្បីជួយឲ្យអ្នកអានដើរចូលបន្ទប់សម្ភាសន៍ដោយភាពជឿជាក់និងដណ្ដើមបានឱកាសការងារក្នុងក្តីសម័យឥឡូវយើងចូលទៅកថាខណ្ឌទី1នៃអត្ថបទយើងដែរចំណងជើងតូចរបស់កថាខណ្ឌនេះចង់និយាយពីការយល់ដឹងពីសារៈសំខាន់នៃការស្រាវជ្រាវពីក្រុមហ៊ុននិងស្ថាប័នការដឹងព័ត៌មានស៊ីជម្រៅពីក្រុមហ៊ុនដែលអ្នកកំពុងដាក់ពាក្យគឺជាអាវុធដ៏មានឥទ្ធិពលបំផុតក្នុងការបង្ហាញពីភាពស្មោះត្រង់និងចំណាប់អារម្មណ៍របស់អ្នកចំពោះការងារមុនពេលសម្ភាសន៍អ្នកត្រូវចំណាយពេលស្រាវជ្រាវយ៉ាងច្បាស់លាស់ពីប្រវត្តិផលិតផលសេវាកម្មដែលគូប្រកួតប្រជែងចក្ខុវិស័យនិងជាពិសេសគឺវប្បធម៌ការងាររបស់ក្រុមហ៊ុននោះតាមរយៈគេហទំព័រផ្លូវការឬទំព័របណ្ដាញសង្គមផ្សេងការយល់ដឹងពីចំណុចទាំងនេះ
មិនត្រឹមតែជួយឲ្យអ្នកអាចឆ្លើយសំណួរបានចំគោលដៅនិងមានភាពឆ្លាតវៃប៉ុណ្ណោះទេប៉ុន្តែវាក៏ជួយឲ្យអ្នកដឹងថាតើបរិយាកាសការងាររបស់ក្រុមហ៊ុននោះគឺជាពិតជាស័ក្តិសមនឹងតម្លៃជីវិតរបស់អ្នកដែរឬទេកថាខណ្ឌទី2ការស្វែងយល់ឲ្យស៊ីជម្រៅពីតំណែងការងារនិងសារជាប់សមត្ថភាពខ្លួនឯងក្រៅពីការស្គាល់ក្រុមហ៊ុនការយល់ច្បាស់ពីតំណែងការងារ Job description ដែលអ្នកត្រូវធ្វើគឺជាគន្លឹះសំខាន់មួយទៀតដែលមិនអាចរំលងបានអ្នកត្រូវអានការពិពណ៌នាការងារនោះម្ដងហើយម្ដងទៀតដើម្បីកំណត់រកជំនាញនិងលក្ខខណ្ឌស្នូលដែលនិយោជកកំពុងស្វែងរកបំផុតរួចស្វែងរកឧទាហរណ៍ជាក់ស្ដែងពីប្រវត្តិសិក្សាបទពិសោធន៍កន្លងមករបស់អ្នកដើម្បីយកមកសារជាប់គ្នាការរៀបចំខ្លួនទុកជាមុនបែបនេះជួយឲ្យអ្នកអាចបញ្ជាក់ប្រាប់គណៈកម្មការសម្ភាសន៍បានយ៉ាងច្បាស់លាស់និងមានទម្ងន់ថាហេតុអ្វីបានជាសកម្មហេតុអ្វីបានជាសមត្ថភាពនិងបទពិសោធន៍របស់អ្នកគឺជាជម្រើសដ៏ល្អបំផុតសម្រាប់តំណែងការងារមួយនេះកថាខណ្ឌទី3ការរៀបចំសម្ភារការរៀបចំសម្លៀកបំពាក់និងរូបរាងកាយឲ្យមានលក្ខណៈវិជ្ជាជីវៈរូបរាងកាយនិងសម្លៀកបំពាក់គឺជាដំបូងបង្អស់អ្វីដំបូងបង្អស់ដែលនិយាយអំពីអត្តចរិតនិងវិន័យរបស់គេមុនពេលអ្នកចាប់ដើមនិយាយដីទៅទៀតបេក្ខជនត្រូវជ្រើសរើសសម្លៀកបំពាក់ដែលមានលក្ខណៈសមរម្យស្អាតបាតគួរសមនិងមានលក្ខណៈអាជីពដូចជាអាយសូត្រឬអាយដៃវែងពណ៌ស្រទន់ខោជើងវែងនិងស្បែកជើងហុកដោយជៀសវាងសម្លៀកបំពាក់ដែលមានពណ៌ឆើតឆាយពេកឬស៊ីហួសហេតុក្រៅពីនេះការថែរក្សាអនាម័យខ្លួនប្រាណដូចជាការរៀបចំសក់ក្បាលឲ្យមានសណ្ដាប់ធ្នាប់កញ្ចក់ដៃស្អាតនិងការមិនប្រើប្រាស់ទឹកអប់ដែលមានក្លិនឆួលខ្លាំងគឺជារឿងតូចតាចដែលមានឥទ្ធិពលខ្លាំងក្នុងការបង្កើតចំណាប់អារម្មណ៍វិជ្ជមានតាំងពីដំបូងកថាខណ្ឌទី4ការហាត់សមឆ្លើយសំណួរពេញនិយមនិងការខិតខំកាយភាសាកាយវិការដែលគេហៅថា body language ការហាត់សមឆ្លើយសំណួរដែលសម្បូរជំពូកផ្ទះបំផុតដូចជាសួរណែនាំចូលណែនាំពីខ្លួនឯងហេតុអ្វីយើងគួរជ្រើសរើសអ្នកឬតើអ្វីជាចំណុចខ្លាំងនិងចំណុចស្រាលរបស់អ្នកគឺជាជំហានសំខាន់ក្នុងការកាត់បន្ថយភាពតានតឹងឬរអាក់រអួលក្នុងបន្ទប់សម្ភាសន៍អ្នកគួរតែហាត់ឆ្លើយនៅមុខកញ្ចក់ឬជាមួយមិត្តភ័ក្តិដើម្បីពិនិត្យមើលសំឡេងនិងភាសាកាយវិការរបស់អ្នកដូចជាការរក្សាខ្សែម៉េតមើលទៅគណៈកម្មាធិការ Eye Contact ការញញឹមប្រកបដោយភាពកក់ក្ដៅនិងភាពអង្គុយនន់ត្រង់ប្រកបដោយទំនុកចិត្តការខិតខំកាយវិការបានល្អបង្ហាញពីភាពស្ងប់ស្ងាត់វិន័យនិងការគោរពខ្ពស់ចំពោះគណៈកម្មាធិការសម្ភាសន៍កថាខណ្ឌទី5ការរៀបចំឯក
កាសាចាំបាច់នឹងការខំខនពេលវេលាធ្វើដំណើរឲ្យបានល្អការមកយឺតយ៉ាវក្នុងការសម្ភាសគឺជាកំហុសកូនដ៏ធ្ងន់ធ្ងរដែលបំផ្លាញឱកាសការងាររបស់អ្នកភ្លាមទោះបីជាអ្នកពូជកាយយ៉ាងណាក៏ដោយអ្នកគួរតែរៀបចំកាលវិភាគធ្វើដំណើរឲ្យបានល្អដោយកូនទុតពេលវេលាផ្ទះផ្លូវឬបញ្ជាបច្ចេកទេសផ្សេងឬបញ្ហាបច្ចេកទេសផ្សេងហើយទៅដល់កន្លែងសម្ភាសឲ្យបានមុនម៉ោងប្រហែល15ទៅ20នាទីជាមួយគ្នានេះដែរមុនពេលចេញពីផ្ទះទៅប្រកាសថាអ្នកបានរៀបចំឯកសារចាំបាច់ទាំងអស់ដាក់ក្នុងថនឯកសារអាចបានរួមមានប្រវត្តិរូបសង្ខេប CV ចំនួន 2-3 ច្បាប់បន្ថែមសញ្ញាបត្រលិខិតបញ្ជាក់ការសិក្សានិងបិទតខ្លួនដើម្បីត្រៀមខ្លួនសម្រាប់ស្ថានភាពណាមួយជាយថាហេតុកថាខណ្ឌទី6របៀបទប់ទល់នឹងភាពភ័យខ្លាចនិងការរក្សាស្មារតីនៅវិនាទីចុងក្រោយនៅពេលអង្គុយរង់ចាំនៅខាងក្រៅបន្ទប់សម្ភាសភាពភ័យខ្លាចនិងអារម្មណ៍ធុញថប់តែងតែកើតមានឡើងចំពោះបេក្ខជនគ្រប់រូបដើម្បីគ្រប់គ្រងឋានការនេះចូលជារៀនការអានឯកសារឬ CV ឡើងវិញនៅនីតិចុងក្រោយត្រូវព្រោះវានឹងធ្វើឲ្យខួរក្បាលរបស់អ្នកកាន់តែមានភាពមុតស្មានទុយទៅវិញជួអនុវត្តការដកដង្ហើមវែងនិងយឺតដើម្បីកាត់បន្ថយចង្វាក់បេះដូងនិងប្រាប់ខ្លួនឯងថាយើងបានរៀបចំខ្លួនបានល្អរួចរាល់ហើយយើងអាចធ្វើបានការរក្សាស្មារតីឲ្យបានស្ងប់និងការផឹកទឹកបន្តិចបន្តួចនឹងជួយឲ្យខួរក្បាលរបស់អ្នកស្រឡះនិងមានថាមពលពេញលេញនៅពេលដើរចូលទៅជួបគណៈកម្មការចំណុចកថាខណ្ឌទី7ដែលក៏ដូចជាកថាខណ្ឌចុងក្រោយដែររបៀបបង្កើតចំណាប់អារម្មណ៍ដំបូងដ៏ល្អបំផុតនៅពេលដើរចូលបន្ទប់ភ្លាមវិនាទីដំបូងដែលអ្នកដើរចូលក្នុងបន្ទប់សម្ភាសគឺជាពេលវេលាកំណត់លទ្ធផលរហូតដល់ទៅ50% ទៅហើយមុនពេលចូលត្រូវគោះទ្វារដោយភាពគួរសមដើរចូលទៅរកគណៈកម្មការដោយទឹកមុនញញឹមស្រស់ស្រាយគោរពជំរាបសួរគេដោយភាពទន់ភ្លន់និងរង់ចាំរហូតដល់ពួកគេអញ្ជើញឲ្យអង្គុយទើបសម្រស់ខ្លួនអង្គុយចុះទម្លាប់តូចតាចនៃការសម្លឹងមើលផ្នែករបស់គណៈកម្មការម្នាក់ការនិយាយស្ដីប្រកបដោយភាពច្បាស់លាស់និងការបង្ហាញភាពរួសរាយរាក់ទាក់នឹងបង្កើតជាថាមពលវិជ្ជមានដ៏ធំមួយនៅក្នុងបន្ទប់ដែលធ្វើឲ្យការសន្នាខ្លាយជាលក្ខណៈកក់ក្ដៅដ៏នឹងមានភាពស្និទ្ធស្នាលជាមុនយោងតាមសេចក្តីសន្និដ្ឋានជារួមមកការសម្ភាសការងារមិនមែនជាការប្រឡងសួរដេញដោលដល់គួរឲ្យខ្លាចនោះទេប៉ុន្តែគឺជាការសន្ទនាដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមករវាងបេក្ខជននិងនិយោជកភាពជោគជ័យនៅក្នុងបន្ទប់សម្ភាសត្រូវបានកសាងឡើងដោយការរៀបចំខ្លួនទុតិយមុនយ៉ាងល្អិតល្អន់ចាប់តាំងពីចំណេះដឹងអំពីកំហុសសម្លៀកបំពាក់
ភាសាកាយវិការរហូតដល់ខុសខនម៉ារដីតខ្លួនចំណុចជនខុសនៅពេលដែលអ្នកបានរៀបចំខ្លួនបានគ្រប់ឈុនជ្រួយរួចហើយភាពភ័យខ្លាចនឹងទៅជំនួសដោយភាពជឿជាក់ហើយរាល់សំណួរដែលចោទសួរមកនឹងក្លាយជាឱកាសសម្រាប់អ្នកក្នុងការបង្ហាញសមត្ថភាពដ៏លេចធ្លោរបស់អ្នកយោងតាមអនុសាសន៍សំខាន់របស់ខ្ញុំសម្រាប់យកទៅអនុវត្តមាន5ចំណុច1កុំព្យាយាមទន្ទិញចម្លើយការទន្ទិញចាំមាត់នឹងធ្វើឲ្យចម្លើយរបស់អ្នកមើលទៅដូចជាមនុស្សយន្តនិងមានភាពរស់រវើកចូលយកពីចំណុចស្នូលរួចហើយឆ្លើយតាមរបៀបបែបធម្មជាតិនឹងមានភាពស្មោះត្រង់2ត្រៀមសំណួរ2-3សម្រាប់សួរត្រឡប់ទៅក្រុមហ៊ុនវិញនៅចំបញ្ចប់នៃការសម្ភាសគណៈកម្មការតែងតែសួរថាតើអ្នកមានសំណួរអ្វីសួរយើងទេចូលត្រៀមសំណួរខ្លះ3ដូចជាតើការវាស់វែងជោគជ័យរបស់បុគ្គលិកក្នុងតំណែងនេះមានទម្រង់បែបណាខ្លះដើម្បីបង្ហាញថាអ្នកពិតជាយកចិត្តទុកដាក់លើការងារនេះ3អនុវត្តការប្រើប្រាស់វិធីសាស្ត្រតា STAR សម្រាប់សំណួរឯកលើឋានភាពពេលឆ្លើយសំណួរទាក់ទងនឹងបទពិសោធន៍ចូលរៀបរាប់តាមលំដាប់លំដោយ situation ឋានភាពថាភារកិច្ច action សកម្មភាពដែលបានធ្វើនិង result លទ្ធផលដែលទទួលបាន4កុំនិយាយអាក្រក់អំពីកន្លែងធ្វើការចាស់ការងារចាស់ទោះបីមានមូលហេតុមិនល្អនៅកន្លែងចាស់ក៏ដោយទៅធ្វើដោយភាពវិជ្ជមាននិងដោតលើការចង់ស្វែងរកឱកាសថ្មីដើម្បីអភិវឌ្ឍខ្លួន5ធ្វើញ៉ាអ៊ីមែលឲ្យគុណសេងជូអ៊ីមែលក្រោយសម្ភាសក្នុងរយៈពេល24ម៉ោងក្រោយសម្ភាសរួចចូលសរសេរអ៊ីមែលខ្លីមួយដើម្បីថ្លែងអំណរគុណរបស់ដល់គណៈកម្មការសម្ភាសសម្រាប់ពេលវេលារបស់ពួកគេទង្វើតូចមួយនេះនឹងធ្វើឲ្យអ្នកកាន់តែលេចធ្លោជាងបេក្ខជនដទៃទៀតឥឡូវអត្ថបទរបស់ខ្ញុំទើបបានបញ្ចប់ហើយសូមទាំងអស់គ្នាមេត្តាអធ្យាស្រ័យខន្តីអភ័យទោសដល់រូបខ្ញុំផងបើមានចំណុចណាដែលនិយាយទៅអត់សូវច្បាស់ឬក៏យឺតពេកសូមបងប្អូនមេត្តាខមមិនក្រោមវីដេអូរបស់ខ្ញុំនឹងជួយឆ្លើយនិងចែករំលែកជូនបងប្អូនអរគុណច្រើនសូមជម្រាបលា